សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿង anime របស់មានជាបន្តទៀតហើយថ្ងៃនេះដែរមានសាច់រឿងមួយទៀតដើម្បីសម្រាយជូនអ្នកទាំងអស់គ្នាដែលរឿងនេះដែរគឺមានចំណងជើងថា Easy Going Territory Defend by Optimistic Lord សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាក្មេងប្រុសម្នាក់នេះត្រូវបានគេចាត់ទុកថាគ្មានប្រយោជន៍ពីព្រោះគាត់អាចប្រើបានតែវេទមន្តផលិតតែប៉ុណ្ណោះហើយគាត់ត្រូវបានពុករបស់គាត់និរទេសខ្លួនប៉ុន្តែវាបង្ហាញថាម៉ាណារបស់គាត់គ្មានដែនកំណត់ដូច្នេះគាត់អាចបង្កើតអ្វីៗស្ទើរតែទាំងអស់ដោយគ្រាន់តែសម័យហើយគាត់បានផ្លាស់ប្ដូរភូមិដែលគាត់បាននិរទេសទៅនោះទៅជាបន្ទាយពេញលេញប្រៀបដូចជាគាត់កំពុងតែលេងហ្គេម Tower Defense រឿងនេះចាប់ផ្ដើមដោយបរិសុទ្ធសាមញ្ញម្នាក់បានចាប់កំណើតឡើងវិញជាក្មេងប្រុសម្នាក់ឈ្មោះថាវ៉ាន់ Fertio ហើយនៅពេលដែលគាត់មើលទៅការបង្អួចអ្នកអំរើរបស់គាត់ឈ្មោះថា Thiel ក៏បានប្រាប់គាត់ឲ្យប្រយ័ត្នគាត់បានរៀបរាប់អំពីទេសភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្តែនាងមានការភ្ញាក់ផ្អើលដែលគាត់អាចនិយាយបានយ៉ាងល្អពីព្រោះគាត់មានអាយុត្រឹមតែ2ឆ្នាំប៉ុណ្ណោះយើងដឹងថាគាត់មានការចងចាំអំពីពេលវេលាដែលគាត់មាននៅក្នុងប្រទេសជប៉ុនដូច្នេះគាត់ដឹងថាគាត់បានចាប់កំណើតឡើងវិញនៅពេលដែលវ៉ែនកំពុងតែញ៉ាំអាហារជាមួយគ្រួសាររបស់គាត់ឪពុករបស់វ៉ែនឈ្មោះថា Marquis Jalpa បានសួរបងប្រុសរបស់វ៉ែនថាតើពួកគេនឹងធ្វើអ្វីនៅថ្ងៃនេះដូច្នេះពួកគេក៏ប្រាប់គាត់ថាពួកគេមានគម្រោងអនុវត្តវេទមន្តរបស់ពួកគេចាល់ប៉ាក៏សួរដែរថាតើវ៉ែនមានគម្រោងធ្វើអ្វីដូច្នេះវ៉ែននិយាយថាគាត់ចង់សិក្សាវប្បធម៌និងប្រវត្តិសាស្ត្ររបស់នគរហើយឪពុករបស់គាត់ទន្ទឹងរង់ចាំការវិនិច្ឆ័យសមត្ថភាពវេទមន្តរបស់គាត់នៅពេលដែលគាត់មានអាយុ8ឆ្នាំយើងដឹងថាសមត្ថភាពវេទមន្តមានសារៈសំខាន់នៅក្នុងពិភពលោកនេះព្រោះពួកអភិជនពឹងផ្អែកលើវេទមន្តដើម្បីការពារប្រជាជនរបស់ពួកគេហើយធាតុទាំង4ត្រូវបានចាត់ទុកថាល្អបំផុតពួកអភិជនដែលមានសមត្ថភាពក្នុងការប្រើប្រាស់ប្រភេទវេទមន្តផ្សេងទៀតត្រូវបានគេមើលឃើញថាជាការអាម៉ាស់ហើយយើងដឹងថាបងប្រុសរបស់វ៉ែនទាំងអស់សុទ្ធតែមានធាតុមួយក្នុងចំណោមធាតុទាំង4ដូច្នេះចាល់ប៉ាមានមោទនភាពចំពោះពួកគេបន្ទាប់ពីនោះវ៉ែនសួរធៀលអំពីឧបករណ៍វេទមន្តដូច្នេះនាងក៏ប្រាប់គាត់អំពីគ្រីស្តាល់ហើយនឹងត្បូងដែលអាចរក្សាទុកវេទមន្តបានហើយអ្នកអំរើផ្សេងទៀតមិនចង់ជឿថាគាត់អាចយល់ពីនាងបាននោះទេព្រោះគាត់នៅក្មេងខ្លាំងណាស់អ្នកអំរើប្រុសដ៏មានទេពកោសល្យឈ្មោះថា Espada បានឲ្យលំហាត់គណិតវិទ្យាសាមញ្ញមួយទៅគាត់ហើយគាត់អាចដោះស្រាយវាបានដូច្នេះ Espada ដឹងថាវ៉ែនគឺជាមនុស្សពូកែហើយសម្រាប់ចិត្តធ្វើជាគ្រូបង្រៀនរបស់គាត់វ៉ែនបានចំណាយពេល2ឆ្នាំបន្ទាប់រៀនជាមួយនឹង Espada ហើយគាត់មានការប្រកួតជាមួយនឹង Thiel នៅពេលដែលគាត់មានអាយុ4ឆ្នាំប៉ុន្តែនាងអាចគេចពីការវាយប្រហាររបស់គាត់បានយ៉ាងងាយស្រួលហើយក៏រត់ចេញមួយឆ្នាំក្រោយមកវ៉ែនបានប្រយុទ្ធជាមួយទាហានម្នាក់នៅក្នុងការហ្វឹកហាត់ហើយបានយកឈ្នះគាត់ដូច្នេះក្មេងៗដទៃទៀតគិតថាវ៉ែនពិតជាពូកែណាស់មេតបម្នាក់ឈ្មោះថាឌីទទួលស្គាល់ទេពកោសល្យរបស់វ៉ែនហើយគាត់សម្រេចចិត្តបង្រៀនវ៉ែនពីរបៀបប្រើដាវព្រោះគាត់ចង់ឲ្យវ៉ែនក្លាយជាអ្នកគុនដាវដ៏អស្ចារ្យបំផុតរបស់នគរវ៉ែនបញ្ជាក់ថាគាត់នៅត្រូវសិក្សាជាមួយនឹង Espada ទៀតប៉ុន្តែឌីសុំទៅជួយអង្វរ Espada ឲ្យគាត់ហើយសន្យាថានឹងធ្វើស្រាលៗដាក់គាត់ក្នុងអំឡុងពេលវឹកហាត់របស់ពួកគេប៉ុន្តែក្រោយមកវ៉ែនបានដឹងថាវាជាការកុហកព្រោះឌីបានឲ្យគាត់វឹកហាត់ឥតឈប់ឈរហើយថែមទាំងប្រាប់គាត់ឲ្យអង្គុយលើកៅអីស្មើសម័យផងដែរនៅពេលដែលគាត់សម្រាកព្រោះវានឹងធ្វើឲ្យជើងរបស់គាត់រឹងមាំធៀលឲ្យកន្សែងមួយទៅគាត់ហើយគាត់ក៏ប្រើវាដើម្បីជូតមុខរបស់គាត់ខណៈពេលដែលគាត់គិតអំពីរឿងដែលថាគាត់មានភាពសប្បាយរីករាយចាប់តាំងពីគាត់បានចាប់កំណើតឡើងវិញដូច្នេះគាត់ចង់រីករាយនឹងជីវិតរបស់គាត់ដែលបានពេញលេញនៅគ្រប់គ្នាទទួលស្គាល់វ៉ែនជាក្មេងពូកែនៅពេលដែលគាត់មានអាយុ6ឆ្នាំហើយយើងដឹងថាគាត់មិនដែលឈប់វឹកហាត់និងសិក្សាទេដូច្នេះគាត់ក៏អស់កម្លាំងហើយប្រាប់ធៀលថាគាត់ចង់ទៅលេងនៅខាងក្រៅនាងនាំគាត់ទៅផ្សារជាកន្លែងដែលនាងបង្ហាញគាត់ពីសភាពពាណិជ្ជកម្មដ៏ធំប៉ុន្តែពួកគេឃើញបរិសម្នាក់អូកូនប្រុសរបស់គាត់ហើយវ៉ែនសួរថាហេតុអ្វីបានជាត្រូវចងដៃក្មេងប្រុសនោះដូច្នេះបរិសនោះបញ្យល់ថាគាត់មានគម្រោងលក់កូនរបស់គាត់ធ្វើជាទាសករហើយធៀលនិយាយថាគ្រួសារក្រីក្រល្បីខាងលក់កូនដែលពួកគេមិនអាចចិញ្ចឹមបានព្រោះពួកគេត្រូវការលុយដើម្បីរស់នារីម្នាក់ឈ្មោះថា Rosalie ស្វាគមន៍វ៉ែលមកកាន់សភាពាណិជ្ជកម្មហើយគាត់សួរនាងថាតើក្មេងប្រុសនោះមានតម្លៃប៉ុន្មានឪពុករបស់ក្មេងប្រុសនោះបង្ហាញថាគាត់អាចប្រើវេទមន្តលួចបានប៉ុន្តែ Rosalie និយាយថាក្មេងប្រុសនោះមានតម្លៃត្រឹមតែ3កាក់ប្រាក់ធំប៉ុណ្ណោះដែលធ្វើឲ្យបរិសនោះខឹងគាត់វាយកូនប្រុសរបស់គាត់ហើយប្រាប់គាត់ថាពួកគេនឹងទៅហាងផ្សេងប៉ុន្តែវ៉ែនសុំទិញក្មេងប្រុសនោះក្នុងតម្លៃ5កាក់ប្រាក់បរិសនោះយកលុយហើយក៏រត់ចេញខណៈដែលវ៉ែនសួរឈ្មោះក្មេងប្រុសនោះដូច្នេះគាត់ក៏ណែនាំខ្លួនគាត់ឈ្មោះថា Khamsin ហើយវ៉ែនប្រាប់គាត់ថាគាត់អាចទៅបានដោយបញ្យល់ថាគាត់បានទិញ Khamsin ដោយសារតែគាត់ចង់ជួយ Khamsin តែប៉ុណ្ណោះវ៉ែនដឹងថា Khamsin គ្មានកន្លែងណាត្រូវទៅទេដូច្នេះគាត់ក៏ហៅ Khamsin ឲ្យស្នាក់នៅក្នុងវិមានរបស់គាត់ប៉ុន្តែអង្គរៈរបស់វ៉ែនបញ្យល់ថាចាល់ប៉ានឹងមិនទទួលយក Khamsin ចូលក្នុងវិមានទេលុះត្រាតែវ៉ែននាំ Khamsin ចូលក្នុងនាមជាទាសកររបស់គាត់ Rosalie ជួយពួកគេបង្កើតកិច្ចសន្យាទាសករដែលធ្វើឲ្យនិមិត្តសញ្ញាលេចឡើងនៅលើដៃរបស់ Khamsin ហើយនាងបញ្យល់ថាវានឹងមិនបាត់ទៅវិញទេលុះត្រាតែកិច្ចសន្យារបស់ពួកគេត្រូវបានលុបចោលពួកគេត្រឡប់ទៅវិមានវិញជាកន្លែងដែល Khamsin និយាយថាឌីកំពុងតែរកវ៉ែនប៉ុន្តែវ៉ែនបានឲ្យនំខូឃីមួយទៅ Khamsin ហើយបញ្ជាឲ្យ Khamsin ប្រាប់ឌីថាគាត់មិននៅទីនេះទេវ៉ែនឆ្ងល់ថាហេតុអ្វីបានជា Khamsin មិនពាក់ស្រោមដៃដូច្នេះ Khamsin បញ្យល់ថាគាត់ចង់ឲ្យមនុស្សគ្រប់គ្នាឃើញនិមិត្តសញ្ញានៅលើដៃរបស់គាត់
ប៉ុន្តែវ៉ែនប្រាប់ខំស៊ីនឲ្យពាក់ស្រោមដៃដែលគាត់បានទិញឲ្យខំស៊ីនប្រាប់ឌីថាវ៉ែនមិននៅក្នុងបន្ទប់របស់គាត់ទេហើយឌីមិនជឿខំស៊ីនទេប៉ុន្តែឌីយល់ថាខំស៊ីនគួរចាប់អារម្មណ៍ដូច្នេះគាត់ក៏សម្រេចចិត្តបង្វឹកខំស៊ីនជំនួសវិញនៅពេលដែលវ៉ែនមានអាយុ8ឆ្នាំវាដល់ពេលសម្រាប់ការវាយតម្លៃសមត្ថភាពវេទមន្តរបស់គាត់ដូច្នេះមនុស្សគ្រប់គ្នាក៏ទន្ទឹងរង់ចាំស្ដាប់លទ្ធផលប៉ុន្តែចាល់ប៉ាមានការភ្ញាក់ផ្អើលពេលដឹងថាវ៉ែនគ្មានសមត្ថភាពសម្រាប់ធាតុទាំង4ណាមួយឡើយហើយគាត់អាចប្រើបានតែវេទមន្តផលិតតែប៉ុណ្ណោះដែលត្រូវបានចាត់ទុកជាប្រភេទវេទមន្តដ៏អន់បំផុតចាល់ប៉ាបញ្យល់ថាវាគ្មានប្រយោជន៍ទេព្រោះវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់វាបង្កើតដាវនិងគ្រឿងបន្ថែមដោយការសម័យពួកវាហើយគាត់គិតថាវ៉ែននឹងមិនអាចការពារមនុស្សជាមួយនឹងវេទមន្តនោះបានទេចាប៉ាប្រាប់វ៉ែនថាគាត់ជាមនុស្សបំបាក់មុខព្រោះគាត់ជាសមាជិកតែម្នាក់គត់ក្នុងគ្រួសាររបស់ពួកគេដែលមិនអាចប្រើធាតុទាំង4ណាមួយបានហើយចាប៉ារៀបនឹងប្រហារជីវិតគាត់ប៉ុន្តែបងប្រុសច្បងរបស់គាត់ឈ្មោះថា Mercia បានស្នើសុំឲ្យវ៉ែនគ្រប់គ្រងភូមិដាច់ស្រយាលមួយដែលនៅជិតនគរ Yalenta ដែលជាគូប្រជែងរបស់ពួកគេហើយយើងដឹងថាភូមិនោះមានតម្លៃត្រឹមតែជាជំរំវឹកហាត់តែប៉ុណ្ណោះចាប៉ាគិតថាវាជាគំនិតល្អព្រោះពួកគេអាចធ្វើឲ្យអ្នកភូមិស្មោះត្រង់នឹងពួកគេដោយតែងតាំងវ៉ែនជាម្ចាស់របស់ពួកគេហើយបន្ទាប់ពីចាប៉ាចាក់ចេញមើសៀប្រាប់វ៉ែនថាគាត់បានធ្វើសំណើនេះព្រោះគាត់មិនចង់ឲ្យវ៉ែនត្រូវបានប្រហារជីវិតដោយសន្យាថានឹងធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីជួយវ៉ែននៅពេលដែលវ៉ែនរៀបចំខ្លួនចាក់ចេញគាត់ពិតជាទន្ទឹងរង់ចាំការធ្វើជាម្ចាស់ភូមិជនបទមួយនោះព្រោះវាមានន័យថាគាត់នឹងមានពេលសម្រាកយើងនឹងថាមានតែខំស៊ីនប៉ុណ្ណោះដែលត្រូវបានចាត់តាំងឲ្យធ្វើដំណើរជាមួយនឹងវ៉ែនប៉ុន្តែមើសៀបានជួលអ្នកផ្សងព្រេង10នាក់ឲ្យការពារវ៉ែនហើយធាលនិយាយថានាងនឹងទៅជាមួយនឹងវ៉ែនក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ឌីបានបោះបង់តំណែងរបស់គាត់ដើម្បីទៅតាមវ៉ែនព្រោះគាត់ចង់បន្តបង្រៀនវ៉ែនគ្រប់យ៉ាងអំពីដាវហើយអេស្ប៉ាដាបញ្យល់ថាគាត់បានចូលនិវត្តន៍មុនអាយុដើម្បីឲ្យគាត់អាចបន្តបង្រៀនវ៉ែនធ្វើជាអ្នកស្នងតំណែងរបស់គាត់ពួកគេចាក់ចេញដោយជីរ៉ូតេសេសហើយយើងដឹងថារ៉ូតេសេសនោះមិនមាននិមិត្តសញ្ញារបស់ម៉ាគីសទេព្រោះចាល់ប៉ាចង់បញ្ជូនវ៉ែនចេញទៅដោយសម្ងាត់ប៉ុន្តែអ្នកភូមិបានជូនដំណើរគាត់មិត្តរបស់ឌីប្រាប់វ៉ែនថាពួកគេបានជូនដំណឹងដល់ប្រជាជនអំពីការចាក់ចេញរបស់គាត់ដូច្នេះប្រជាជនបានសម្រេចចិត្តរៀបចំការជួបជុំដើម្បីជូនដំណើរគាត់ហើយគាត់ក៏បានអរគុណពួកគេខណៈពេលដែលគាត់លាពួកគេវ៉ែនបានប្រើវេទមន្តផលិតរបស់គាត់ដើម្បីប្រែក្លាយមេឈើទៅជាកាំបិតហើយបញ្យល់ថាគាត់កំពុងព្យាយាមរៀនពីរបៀបដែលវាដំណើរការប៉ុន្តែនៅពេលដែលពួកគេទៅដល់ភូមិពួកគេឃើញថាភូមិត្រូវបានចោលវាយប្រហារវ៉ែនសង្កេតឃើញថាភូមិត្រូវបានហុំព័ទ្ធដោយជញ្ជាំងប៉ុន្តែវាមិនអាចការពារអ្នកភូមិពីគ្រាប់ព្រួញបាននោះទេហើយគាត់ដឹងថាមានចោរជាង50នាក់នៅច្រកទ្វារឌីស្នើឲ្យវាយប្រហារចោលទល់មុខប៉ុន្តែមេក្រុមអ្នកផ្សងព្រេងឈ្មោះថាអសូបានបញ្យល់ថាវាមានគ្រោះថ្នាក់ខ្លាំងពេកព្រោះពួកគេមានគ្នាតិចជាងច្រើនអសូបញ្ជាក់ថាពួកគេត្រូវបានជួលឲ្យការពារវ៉ែនរហូតដល់គាត់មកដល់ភូមិហើយគាត់បញ្យល់ថាគាត់នឹងមិនបន្ថយជីវិតមិត្តរួមក្រុមរបស់គាត់ដើម្បីកម្ចាត់ចោលនោះទេដូច្នេះឌីក៏សម្រេចចិត្តប្រយុទ្ធដោយគ្មានជំនួយពីពួកគេប៉ុន្តែអេស្ប៉ាដាប្រឆាំងនឹងគំនិតនេះព្រោះគាត់គិតថាភូមិនឹងគ្មានអនាគតទេប្រសិនបើឌីស្លាប់ក្នុងសមរភូមិហើយគាត់បង្ហាញថាគាត់គឺជាអ្នកវេទមន្តធាតុម្នាក់គាត់មានគម្រោងប្រើវេទមន្តធាតុដីរបស់គាត់ដើម្បីបង្កើតជញ្ជាំងការពារហើយប្រាប់អ្នកផ្សងព្រេងឲ្យបាញ់ការវាយប្រហារពីចម្ងាយពីខាងក្រោយជញ្ជាំងដើម្បីឲ្យឌីនិងគ្នារបស់គាត់អាចវាយឆ្មក់ក្រុមចោលខណៈពេលដែលពួកគេមិនចាប់អារម្មណ៍ប៉ុន្តែវ៉ែនប្រឆាំងនឹងគំនិតនេះព្រោះគាត់ដឹងថាអេស្ប៉ាដាមានគម្រោងធ្វើជាអ្នកបញ្ឆោតហើយគាត់ដឹងថាឪពុករបស់គាត់នឹងប្រហារជីវិតគាត់ប្រសិនបើអេស្ប៉ាដានិងឌីបាត់បង់ជីវិតដូច្នេះគាត់ក៏សម្រេចចិត្តធ្វើជាអ្នកបញ្ឆោតជំនួសវិញហើយប្រាប់គ្រប់គ្នាឲ្យធ្វើតាមផែនការរបស់អេស្ប៉ាដាដោយប្រាប់ពួកគេថាគាត់នឹងមិនស្លាប់ទេព្រោះគាត់មានការវឹកវើរបស់ឌីអសូរំលឹកថានៅពេលដែលពួកគេទទួលបានបេសកកម្មដើម្បីការពារវ៉ែនពួកគេទាំងអស់គ្នាគិតថាគាត់ដូចជាពួកអភិជនដទៃទៀតដែលមើលងាយពួកគេប៉ុន្តែវ៉ែនស្រាប់តែបង្ហាញខ្លួននៅចំពោះមុខពួកគេគាត់បានអរគុណពួកគេសម្រាប់ការទទួលយកបេសកកម្មនេះហើយប្រាប់ពួកគេថាគាត់នឹងពឹងផ្អែកលើពួកគេដូច្នេះពួកគេដឹងថាពួកគេយល់ខុសពីគាត់អសូសម្រាប់ចិត្តចូលរួមសមរភូមិដោយបញ្យល់ថាគាត់នឹងមិនអនុញ្ញាតឲ្យវ៉ែនបន្ថយជីវិតរបស់គាត់ឡើយហើយអ្នកវេទមន្តឈ្មោះថា Periel បាននិយាយថាពួកគេនឹងទុកចិត្តវ៉ែនជាមួយនឹងជីវិតរបស់ពួកគេព្រោះគាត់មិនដូចពួកអភិជនដទៃទៀតអេស្ប៉ាដាបញ្ជាក់ថាពួកគេនឹងកែប្រែយុទ្ធសាស្ត្ររបស់ពួកគេហើយបញ្យល់ថាគាត់នឹងបង្កើតជញ្ជាំងការពារនិងបាញ់ប្រហារពីចម្ងាយដើម្បីឲ្យអសូនិងឌីវាអាចវាយឆ្មក់ក្រុមចោរទាំងសងខាងគ្រប់គ្នាសម្រេចចិត្តធ្វើតាមផែនការរបស់អេស្ប៉ាដាដូច្នេះគាត់ក៏បង្កើតជញ្ជាំងដីមួយនៅពីក្រោយក្រុមចោរស្របពេលដែលក្រុមចោរបន្តវាយឆ្មក់ភូមិប៉ុន្តែក្រុមចោរស្រាប់តែរងការវាយប្រហារពីខាងក្រោយក្រុមចោរបានឃើញភរៀលជាមួយនឹងក្រុមអ្នកបាញ់ធ្នូដូច្នេះក្រុមចោរក៏បានរត់ទៅរកពួកគេប៉ុន្តែឌីហើយនិងអសូក៏បានចូលមកចាត់ការពួកចោរហើយពួកចោរក៏ភ័យសន្ស្លោពេលដឹងថាពួកគេត្រូវបានឡោមព័ទ្ធពួកគេត្រូវបានពួកទាហាននិងអ្នកផ្សងព្រេងសម្លាប់ដូច្នេះពួកគេក៏ចាប់ផ្ដើមរត់គេចខ្លួនប៉ុន្តែមេចោរបានរត់ទៅវាយប្រហារភរៀលប៉ុន្តែវ៉ែនស្រាប់តែកាត់ជើងរបស់គាត់ហើយខាំស៊ីនបានសម្លាប់គាត់ចោលពួកគេចាប់បានពួកចោរដែលនៅសល់ហើយអសូរីករាយដែលពួកគេមិនមានអ្នកស្លាប់និងរបួសប៉ុន្តែប្រាប់អ្នកផ្សងព្រេងថាបេសកកម្មរបស់ពួកគេបានចប់ហើយនៅពេលដែលពួកគេទទួលបានថ្លៃឈ្នួលរបស់ពួកគេ
អសូននិយាយថាគាត់ចង់នៅជាមួយវ៉ែនព្រោះគាត់យល់ថាវ៉ែនគួរចាប់អារម្មណ៍ហើយពាក់កណ្ដាលនៃពួកអ្នកផ្សងព្រេងក៏បានចាក់ចេញសម្រាប់បេសកកម្មបន្ទាប់របស់ពួកគេប៉ុន្តែផារៀលនិងអ្នកផ្សេងទៀតនិយាយថាពួកគេក៏ចូលចិត្តវ៉ែនដែរដូច្នេះពួកគេក៏សម្រេចចិត្តនៅជាមួយគាត់គ្រប់គ្នាជួបនឹងអ្នកភូមិហើយវ៉ែនណែនាំខ្លួនគាត់ជាម្ចាស់ថ្មីរបស់ពួកគេប៉ុន្តែមេភូមិឈ្មោះថារ៉ុនដាប្រាប់វ៉ែនថាពួកចៅតែងតែវាយប្រហារពួកគេរ៉ុនដាបញ្យល់ថានៅពេលដែលពួកគេនៅជាផ្នែកមួយរបស់ Count Ferdinand ពួកទាហានតែងតែល្បាតតំបន់របស់ពួកគេប៉ុន្តែពួកគេត្រូវបាន Fertio មិនអើពើបន្ទាប់ពីពួកគេបានចូលរួមជាមួយនឹង Fertio រ៉ុនដាគិតថាចាល់ប៉ាមិនខ្វល់ពីពួកគេទេព្រោះពួកគេស្ទើរតែមិនបង់ពន្ធអ្វីទាំងអស់ដូច្នេះវ៉ែនក៏បញ្យល់ថាវាមិនដូច្នោះទេហើយបញ្ជាក់ថាត្រូវបន្តច្បាប់របស់នគរប៉ុន្តែពួកគេមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្ដូរវាបានទេក៏បញ្យល់ថាពួកគេគួរតែផ្ដោតលើការកែលម្អភូមិរបស់ពួកគេដើម្បីឲ្យវាប្រែក្លាយទៅជាមានតម្លៃខ្លាំងដែលនគរមិនអាចបង្ើយកតាយបានហើយក៏បញ្ជាក់ថាគាត់នឹងជួយពួកគេឲ្យសម្រេចរឿងនោះក្នុងនាមជាម្ចាស់ថ្មីរបស់ពួកគេគាត់ដឹងថាពួកគេមិនទុកចិត្តគាត់ទេព្រោះគាត់នៅក្មេងប៉ុន្តែ Espada ហើយនឹង D បានធានាឲ្យគាត់ដូច្នេះពួកគេក៏ចាប់ផ្ដើមជឿលើគាត់ពួកគេសួរគាត់ថាតើគាត់អាចប្រើវេទមន្តណាមួយបានឬអត់ដូច្នេះគាត់និយាយថាគាត់មានតែសមត្ថភាពវេទមន្តផលិតតែប៉ុណ្ណោះហើយពួកគេក៏បានបាត់បង់ជំនឿលើគាត់ភ្លាមៗម្ដងទៀតម្នាក់ក្នុងចំណោមពួកគេនិយាយថាពួកគេជួបការលំបាកក្នុងការបង់ពន្ធ 30% នៃផលដំណាំរបស់ពួកគេដូច្នេះវ៉ែនក៏សម្រេចចិត្តកាត់បន្ថយវាមកត្រឹម 10% ហើយបញ្យល់ថាពួកគេត្រូវផ្ដោតលើរបៀបរស់នៅដែលមានស្ថិរភាពជាមុនសិនគាត់បានបញ្ជាឲ្យ Espada បង្កើតជញ្ជាំងដីជំវិញភូមិដែលនឹងបម្រើជាការការពារបណ្ដោះអាសន្នរហូតដល់ពួកគេអាចកែលម្អការការពាររបស់ពួកគេហើយគាត់និយាយថាគាត់ក៏ចង់សាងសង់បន្លាយទឹកជំវិញវាផងដែរដូច្នេះ D ក៏សូមធ្វើកិច្ចការនោះហើយគាត់និយាយថាពួកគេថែមទាំងអាចបន្ថែមបន្ទាក់ដើម្បីការពារក្រុមចៅឲ្យនៅឆ្ងាយផងដែរបន្ទាប់ពីនោះវ៉ែនបានចូលទៅក្នុងព្រៃជាកន្លែងដែលគាត់ប្រើវេទមន្តផលិតរបស់គាត់ដើម្បីធ្វើឲ្យឈើរឹងតាមដែលអាចធ្វើទៅបានហើយគាត់ក៏បានបង្កើតចេញជាដុំឈើ4ជ្រុងអសូយល់ថាពួកវាគួរចាប់អារម្មណ៍ហើយគាត់ព្យាយាមបំផ្លាញដុំឈើមួយប៉ុន្តែគ្រប់គ្នាដឹងថាគាត់មិនអាចសូម្បីតែធ្វើឲ្យវាឆ្កូតបានវ៉ែនប្រើវាដើម្បីបង្កើតអាវុធហើយធាវឆ្ងល់ថាហេតុអ្វីបានជាគាត់នៅមិនទាន់អស់កម្លាំងព្រោះវេទមន្តផលិតប្រើប្រាស់ម៉ាណាច្រើនប៉ុន្តែគាត់មិនដឹងថាម៉ាណាដំណើរការដូចម្តេចទេហើយគាត់បានបង្កើតដាវមួយឲ្យខាំស៊ីនដែលខាំស៊ីនសន្យាថានឹងរក្សាវាទុកគាត់សម្គាល់ឃើញថាធាលក៏ចង់បានអាវុធដែរដូច្នេះគាត់ក៏បានឲ្យពូថៅមួយដល់នាងហើយនាងធ្វើពុតជាចូលចិត្តវាប៉ុន្តែគាត់អាចដឹងបានថានាងកំពុងតែខកចិត្តនៅថ្ងៃបន្ទាប់វ៉ែនបានផ្គុំដុំឈើដែលគាត់បានធ្វើនោះហើយប្រើវេទមន្តផលិតរបស់គាត់ដើម្បីសាងសង់វិមានមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការកោតសរសើរយ៉ាងខ្លាំងហើយសាច់រឿងរបស់យើងនៅក្នុងភាគដំបូងនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត like subscribe ដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ